Episode 5 ព្រះអង្គបានរំដោះខ្ញុំចេញពីបំណុលដោយរបៀបណាសួស្តីបងប្អូនទាំងអស់គ្នាអរគុណច្រើនណាស់ដែលបានបន្តតាមដាននិងគាំទ្ររឿងរ៉ាវជីវិតរបស់ខ្ញុំមកដល់ Episode 5 នេះ Episode នេះគឺជា Episode មួយដែលខ្ញុំរងចាំប្រាប់បងប្អូនយ៉ាងយូរព្រោះខ្ញុំបានសន្យាថាខ្ញុំនឹងប្រាប់ពីរបៀបដែលព្រះអង្គបានរំដោះខ្ញុំចេញពីបំណុលនៅក្នុងពេលដែលលំបាកបំផុតនៃជីវិតខ្ញុំនៅក្នុងពេលនោះខ្ញុំស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរបំណុលច្រើនម៉ឺនដុល្លារចិត្តពេញដោយការព្រួយបារម្ភនិងអស់សង្ឃឹមខ្ញុំបានព្យាយាមរកអ្នកជួយមួយថ្ងៃខ្ញុំមើលព័ត៌មាននិងវីដេអូជាច្រើនអំពីរបៀបដោះបំណុលរហូតដល់ថ្ងៃមួយខ្ញុំបានឃើញវីដេអូរបស់បងប្រុសម្នាក់និយាយពីបទពិសោធន៍ដោះបំណុល$40,000ក្នុងរយៈពេល1ខែពេលនោះខ្ញុំមិនស្ទាក់ស្ទើរទេខ្ញុំបានតាក់ទងទៅគាត់ភ្លាមដើម្បីសុំជំនួយហើយគាត់ក៏បានណាត់ជួបខ្ញុំដើម្បីពិភាក្សាពីដើមហេតុនិងដំណោះស្រាយគាត់បានឲ្យខ្ញុំសរសេរចំណូលនិងចំណាយយ៉ាងលម្អិតប៉ុន្តែក្នុងពេលនោះមិនទាន់មានដំណោះស្រាយភ្លាមទេព្រោះបញ្ហាលុយកាក់មិនអាចដោះស្រាយបានក្នុងមួយថ្ងៃឡើយខ្ញុំបានត្រឡប់ទៅផ្ទះសិនលុះថ្ងៃបន្ទាប់ខ្ញុំត្រូវបានណែនាំឲ្យស្គាល់លោកគ្រូម្នាក់ទៀតនៅទីនោះដែរពេលនោះហើយជាពេលដែលព្រះវត្តមានរបស់ព្រះបានចូលមកក្នុងជីវិតខ្ញុំតាមរយៈលោកគ្រូសម្រាប់ខ្ញុំមិនបានដឹងថាពួកគាត់ជាអ្នកជឿព្រះទេតែខ្ញុំក៏មិនមែនជាមនុស្សបិទចិត្តដែរខ្ញុំចូលចិត្តស្ដាប់ហើយយកមកពិចារណាថ្ងៃនោះលោកគ្រូបានប្រាប់ខ្ញុំថាគាត់មានបទពិសោធន៍ច្រើនក្នុងការដោះស្រាយវិបត្តិហិរញ្ញវត្ថុប៉ុន្តែគាត់ប្រាប់ថាប្រាជ្ញាទាំងអស់គាត់បានមកពីព្រះគាត់និយាយថាបញ្ហារបស់ខ្ញុំមានតែម្នាក់គត់ដែលអាចជួយបានលឿនគឺព្រះយេស៊ូវហើយគាត់សួរខ្ញុំថាតើអ្នកព្រមទទួលព្រះយេស៊ូវជាព្រះសង្គ្រោះរបស់អ្នកទេពេលនោះខ្ញុំហាក់ដូចមិនបានគិតច្រើនអារម្មណ៍ខ្ញុំគិតត្រឹមតែថាអ្នកណាក៏បានដែរឲ្យតែអាចជួយខ្ញុំបានខ្ញុំមិនរើសទេហើយខ្ញុំក៏បានសម្រេចចិត្តទទួលព្រះយេស៊ូវនៅខែ6ឆ្នាំ2020បន្ទាប់ពីទទួលព្រះថ្ងៃទី1ព្រះអង្គមិនទាន់ដោះបំណុលឲ្យខ្ញុំភ្លាមទេប៉ុន្តែព្រះអង្គបានចាប់ផ្ដើមរំដោះចិត្តខ្ញុំជាមុនព្រះអង្គបានឲ្យខ្ញុំនឹកឃើញដល់មនុស្សម្នាក់ដែលខ្ញុំស្អប់និងចងគំនុំយ៉ាងខ្លាំងខ្ញុំធ្លាប់ព្យាយាមលើកលែងទោសឲ្យគាត់ជាច្រើនដងតែខ្ញុំធ្វើចិត្តមិនបានតែសម្រាប់ព្រះអង្គទ្រង់ធ្វើបានព្រះអង្គបានសម្អាតចិត្តខ្ញុំហើយថ្ងៃនោះខ្ញុំអាចអត់ទោសឲ្យគាត់បានដោយក្តីអំណរយ៉ាងខ្លាំងបន្ទាប់ពីអត់ទោសខ្ញុំមានអារម្មណ៍ដូចជាមនុស្សថ្មីម្នាក់ចិត្តស្រាលចិត្តស្ងប់នៅពេលនោះបំណុលនៅតែមានតែខ្ញុំមានជំនឿថាព្រះអង្គនឹងប្រទានប្រាជ្ញានិងផ្លូវចេញប្រហែលជាង1ខែបន្ទាប់តាមរយៈការអធិដ្ឋានពន្លឺនៃដំណោះស្រាយបានចូលមកក្នុងជីវិតខ្ញុំផ្ទះដែលខ្ញុំបានដាក់លក់ចាប់ដើមមានអ្នកចាប់អារម្មណ៍ហើយគេបានកក់លុយវាពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំក្នុងសម័យកូវីដមានអ្នកមកទិញផ្ទះហើយថែមទាំងលក់បានក្នុងតម្លៃល្អទៀតអរគុណព្រះអង្គអស្ចារ្យណាស់នេះមិនមែនជាការចៃដន្យទេបងប្អូនដោយសារវីដេអូនេះមានរយៈពេលវែងបន្តិចខ្ញុំនឹងបន្តប្រាប់ពីការអស្ចារ្យផ្សេងទៀតនៅ Episode 6 សូមអរគុណបងប្អូនដែលបានស្ដាប់ហើយសូមព្រះប្រទានពរដល់បងប្អូនទាំងអស់គ្នាសូម Subscribe Like Share ដើម្បីលើកទឹកចិត្តខ្ញុំក្នុងការចែករំលែកពីជីវិតពិតមួយនេះផងសូមអរគុណ